សង្គ្រាមអាចមានរយៈពេលយូរបន្តិចដូច្នេះយើងគួរតែរៀនរស់ជាមួយនឹងសង្គ្រាមអ្នកពូកែធ្វើខាងកសិកម្មគួរតែប្រឹងប្រែងធ្វើកសិកម្មហើយអ្នកធ្វើការគួរតែប្រឹងប្រែងធ្វើការធម្មតាក៏ដូចជាអ្នករស់ស៊ីត្រូវតែរស់ស៊ីធម្មតាព្រោះអីដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ពួកយើងឲ្យមានស្ថិរភាពយូរអង្វែងអ្នកដែលមានថវិកាជួយថវិកាតិចតួចទៅដល់ជនភៀសសឹកឬក៏កងទ័ពចំណែកឯអ្នកមានកម្លាំងមិនមានថវិកាគួរតែជួយជាកម្លាំងរដ្ឋាភិបាលបញ្ចេញថវិកាទិញអាវុធដើម្បីឲ្យបងវរៈកងទ័ពធ្វើសង្គ្រាមការពារពួកយើងដូច្នេះយើងចេញកម្លាំងចេញថវិកាដើម្បីទប់សេដ្ឋកិច្ចយើងរួមកម្លាំងគ្នាយើងនឹងឈ្នះរឿងមួយទៀតប្រសិនបើអ្នកអាចទាញលុយពីខាងក្រៅប្រទេសចូលក្នុងប្រទេសកាន់តែល្អដូចជាបងMMO និងបងប្អូន MMO ទាំងឡាយជាចុងក្រោយសូមកុំថតការចល័តរបស់កងទ័ពរបស់ពួកយើងឬក៏ហេតុការណ៍ណាមួយដែលកើតមានព្រោះពួកសៀមនឹងធ្វើការវាយប្រហារនៅពេលក្រោយបន្តទៀតសូមកុំបារម្ភសូមកុំភ័យយើងនឹងឈ្នះនៅក្នុងសង្គ្រាមមួយនេះបន្ទាប់ពីយើងឈ្នះទោះបី10-20ឆ្នាំទៀតគេចង់មកវាយប្រហារយើងម្ដងទៀតក៏មិនអាចទៅរួចសូមមានសំណាងល្អរកស៊ីមានបានហើយក៏សូមបួងសួងដល់គ្រួសារខ្មែរទាំងអស់បានញ៉ាំអាហារជាមួយគ្នាដោយមិនបាត់សមាជិកណាម្នាក់នៅចុងឆ្នាំនេះជួបគ្នាម្ដងទៀតបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់